នេះខ្ញុំមិនណែនាំអំពីការប្រើប្រាស់ទៅលើជាមណាយមួយចំនួនដែលវាអាប់ដេតឬបងប្អូនបានឃើញខ្ញុំនៅក្នុងបង្ហាញនៅក្នុងក្រុមហើយបងប្អូនបានឃើញនៅក្នុងវីដេអូនេះគឺជាទម្រង់ថ្មីដែលជាមណាយបានអាប់ដេតជាមានរូបថតទៅលើ professional ជាមានប្រភេទរូបថតដែលកំពុងតែពេញនិយមថ្ងៃមុននេះហើយឥឡូវនេះខ្ញុំបង្ហាញអំពីការប្រើប្រាស់ទៅលើប្រភេទរូបថតដែលវាមិនច្បាស់បាទដែលមានច្បាស់ដែលយើងអាចប្រើនៅក្នុង tool បាទបងប្អូនចូល log in log អីហើយបងប្អូនចូលមកមើលពាក្យថា tool នេះហើយបងប្អូនយកពាក្យ create image ទៅពីមុនមកបងប្អូនយកអីគេបងប្អូនអាចប្រើនៅក្នុង V គេហៅថា Google AI Studio បងប្អូនចូលនៅក្នុង Banana បាទ Banana នេះគឺនៅក្នុងនេះបាទពីមុនមកតែឥឡូវជាមណាយក៏វាប្រើបានក្នុងដែរអញ្ចឹងបងប្អូនគ្រាន់តែមានហើយបងប្អូនទៅយករូបថតមួយមកបងប្អូនអាចចុចសញ្ញា book នេះហើយ upload file ហើយបងប្អូនទៅយករូបភាពណាមួយចាស់កន្លែងនេះបាទចាស់កន្លែងនេះហើយបងប្អូនទៅ copy prompt ដែលខ្ញុំឲ្យនៅក្នុងក្រុមហ្នឹងបងប្អូនផាសចូលកន្លែងមកហើយរងចាំ upload មកវានឹងទៅនៃការប្រើប្រាស់ទៅលើប្រភេទពូជហើយពូជួនកាលអាចរូបភាពខ្លះវាអត់ច្បាស់ដែលយើងទុកចោលរូបភាពយើងពីកាលពីអតីតកាលដែលយើងចង់យកមកប្រើប្រាស់ដើម្បីឲ្យមានអីថ្មីមើលទៅវាស្អាតជាងមុនអញ្ចឹងណាវាគឺជាអ្វីដែលយើងអាចជួយបានសម្រាប់កម្រិតមួយដែលអាចទទួលយកបានដែលយើងមិនអាចយកប្រើទៅលើ Photoshop ឬក៏កម្មវិធីផ្សេងៗបាទនេះឃើញទេនេះគឺជាប្រភេទដែលយើងអាចយកមកប្រើបានមួយស្រោខ្មៅមួយជា color ដែលយើងអាចប្រើប្រាស់អីចឹងណាហើយចឹងបងប្អូនគ្រាន់តែ preview វាឲ្យចុច download មកបាទនេះ download នៅកន្លែងនេះឬក៏បងប្អូនក៏ដាក់មកគឺវាចេញនៅកន្លែងនេះអានេះគឺជាប្រភេទនៃការប្រើប្រាស់ទៅលើរូបថតមួយដែលវាងាយស្រួលក្នុងការប្រើប្រាស់អញ្ចឹងខ្ញុំមានតែបង្ហាញតែប៉ុណ្្នឹងទេហើយយើងជួបគ្នាសម្រាប់វីដេអូក្រោយ